លើស្មានលើកមួយបែបលេងក្នុងសម័យពុទ្ធកាលបរោះម្នាក់ហ្នឹងគាត់មានមិត្តភ័ក្តិអញ្ចឹងណាបងដល់ពេលមានមិត្តភ័ក្តិគេចុះទៅងូតទឹកហើយសម័យមុនចុះងូតទឹកស្ទឹងអីគេដាក់សម្លៀកបំពាក់ទុកនៅលើហើយកណាទៀនសុំចៃខ្សែឡើងតិចបានហើយសុំដោតព្រីតិចសុំចាំបន្តិចទៅតោះឥឡូវបន្តមេរៀនយើងសិនដែរពុកទៅណាមកដែរមិញស្មានលើករឿងណាបងម្ចាស់និទានរឿងតាន់ចប់ផងអញ្ចឹងបរោះម្នាក់ហ្នឹងគាត់យកសម្លៀកបំពាក់មិត្តភ័ក្តិគាត់ដែលទុកនៅលើហ្នឹងយកទៅលាក់ទុកបងឲ្យពេលមិត្តភ័ក្តិគាត់ចុះទៅងូតទឹកបាត់ឡើងមកវិញអត់អីស្លៀកអញ្ចឹងវាមិនទៅប្រខ្មាស់គេហ្នឹងហើយបែបលេងសើចណាបងប្រែងលេងទៅមានអីបាបប្រកម្មគាត់ហ្នឹងមិននាំឲ្យគាត់ទៅកាន់អបាយភូមិទេទៅកើតជាភូមិទេវតាបានកើតជាទេវតាមិនមែនព្រោះអាលាក់ទ្របគេហ្នឹងទេបងលាក់សពុតគេហ្នឹងទេជាបុណ្យគាត់ផ្សេងតែដល់ពេលកើតជាភូមិទេវតាហ្នឹងអត់មានសម្លៀកបំពាក់ស្លៀកបងអញ្ចឹងធ្វើម៉េចទៅណាទៅណីហ្នឹងអាក្រាតកាយហ្នឹងឯងអាហ្នឹងដោយសារអីដោយសារបាបលេងសើចដែរបាបលេងសើចមួយទៀតដូចទេវតាចង់សាក់ចិត្តមើលពីលោកពីរអង្គហ្នឹងបើសិនជាប្របែកប្របាក់គ្នាអាចបែកបាក់គ្នាទេព្រោះលោកស្រឡាញ់គ្នាមែនតើណាបងលោចិត្តលោកណាដឹងថាលោកបាក់គ្នាឬក៏មិនបែកតែរឿងហ្នឹងលោកចាដល់ពេលលោចិត្តលោកទៅលោកបែកគ្នាមែនតើទៅថាប្របែកប្របាក់លេងបែកគ្នាមែនតើឲ្យផលគឺកើតអបាយភូមិដែរបងលោកមានសល់ទាំងពីរអង្គដល់ពេលមានសល់ទាំងពីរអង្គមួយអង្គទៅចូលកពតព្រៃទៅទេវតានឹងបន្លំខ្លួនខ្លែងខ្លួនធ្វើជាមនុស្សស្រីម្នាក់លបូតសម្លៀកបំពាក់ហាក់បីដូចជាទៅផ្សាយមេធនធម៌ជាមួយលោកចូលទៅក្នុងព្រៃហ្នឹងអញ្ចឹងដល់ពេលលោកចេញពីព្រៃវិញភិក្ខុមួយអង្គនេះចោទថាលោកនឹងដាច់សិលដាច់អីអស់ហើយអញ្ចឹងពីរអង្គនឹងលែងចាំងតាំងស្អប់គ្នាដល់ពេលស្អប់គ្នាមកក្រោយមកច្រើនឆ្នាំទៅទេវតាសុំទោសអីចឹងទៅតែបាបប្រកម្មហ្នឹងវាមិនថាតែធ្វើបាបហើយត្រូវមានផលទេបងមានអញ្ចឹងកើតអបាយភូមិទៅសុំចាំតិចអញ្ចឹងចប់ប៉ុណ្្នឹងហើយបងតមេរៀនយើងបន្តិចវិញបាញ់មិញហ្នឹងដល់អីគេបងផរុសវាចាបិសុណាវាចាមុសាវាទទាំង3ហ្នឹងជាអីគេកម្មវជ័យកម្មវជ័យកម្មមួយទៀតគឺមានសម្ផបលាបៈពោលពាក្យរួយរាឥតប្រយោជន៍ពោលពាក្យរួយរាឥតប្រយោជន៍នេះនាំទៅកើតអបាយភូមិដែរបងអាចទេចង់និយាយថាចេះពាក្យរួយរាឥតប្រយោជន៍ហ្នឹងក៏ចែកចេញជាពីរដែរបើអត់ប្រយោជន៍សាមញ្ញមិនទៅនាំទៅកើតអបាយភូមិអីទេតែនៅពេលដែលពោលពាក្យឥតប្រយោជន៍ហ្នឹងហើយវាជាការពង្វក់ស្មារតីមនុស្សនឹងឲ្យមនុស្សអស់សតិស្មារតីហ្នឹងទៅវាហ្នឹងហើយជាការធ្វើឲ្យគេវិនិច្ឆ័យប្រយោជន៍ដែរ
ពោពីអត្ថប្រយោជន៍របស់យើងហ្នឹងណាទើបជាអកុសលកម្មបត្តិអញ្ចឹងទាំងវចីកម្ម4ប្រភេទនេះគឺជាវចីកម្មព្រោះប្រព្រឹត្តទៅតាមអីវចីទ្វាតាមវិជាតាម បកមកវិញតើវចីកម្មទាំងអស់ហ្នឹងអាចប្រព្រឹត្តទៅតាមកាយទ្វាបានទេបាន អត់ទេលោកចាបានចា បានទៀនបានវចីកម្មតាមកាយទ្វាក៏មានខ្លះដែរទៀន ឥឡូវបានឧទាហរណ៍មួយមើលបង ដូចជាបំបាយបំបាក់គេដោយកាយវិការឬក៏ធ្វើឲ្យគេខាត់ប្រយោជន៍ដោយកាយវិការណាមួយក៏ចូលក្នុងកាយវិការទ្វាដែរទៀន ហ្នឹងហើយអាហ្នឹងតាមកាយទ្វាហើយឧទាហរណ៍មួយទៀតឧទាហរណ៍កុហកចុះកុហកតែយើងងក់ក្បាលមានន័យថាមែនហើយជឿហ៎តែយើងកវីក្បាលមានន័យថាអត់ទេហើយកណាអញ្ចឹងបើសិនជាយើងធ្វើមែនយើងកវីក្បាលកុហកហ៎កុហក ហកដែរទៀនហ្នឹងក៏អាហ្នឹងវាជាកាយទ្វាតែវាជាវចីកម្មសោះអកុសលដែលមិនបានធ្វើទាំងទ្វាកាយមិនបានទាំងធ្វើវិចារតែគិតត្រឹមតែក្នុងចិត្តហ្នឹងវានាំទៅកើតអបាយភូមិដែរនេះមែនអីអភិជ្ជាសម្លឹងចង់បានទ្រព្យរបស់អ្នកដទៃវាមានសភាពឆន្ទៈមុះមុតថាធ្វើម៉េចអញបានទ្រព្យគេហ្នឹងណាមានចេតនាមួយចង់បានទ្រព្យគេហ្នឹងតែហ្មងអាហ្នឹងក៏ទៅដែរព្យាបាទៈចង់ឲ្យគេវិនិច្ឆ័យចាក់អាយុជីវិតទ្រព្យសម្បត្តិអីចឹងទៅអាហ្នឹងក៏ទៅដែរមិច្ឆាទិដ្ឋិយកឃើញខុសឧបនិស្ស័យបុគ្គលយកឃើញខុសក៏ទៅកើតអបាយភូមិដែរបងអត់ជឿថាបុណ្យមានបាបមានហ្មងឲ្យទានហ្នឹងគ្មានផលស្អីផងយកឃើញខុសក៏ជាហេតុទៅខាងក្រោមដែរទាំង3ហ្នឹងវាប្រព្រឹត្តទៅតាមកាយវិចារអីហ៎បងមិនបានទេគិតទៅតាមផ្លូវចិត្តហ្នឹងហើយប្រព្រឹត្តទៅតាមមโนទ្វាដោយច្រើនតែពេលខ្លះអាការគិតរបស់យើងអាចមានកាយវិការអីផ្សេងៗក៏បានដែរអញ្ចឹងក៏វាអាចឆ្លងទ្វាដទៃបានអកុសលកម្មមាន10ទៅប្រយោជន៍ច្រើនតោះឥឡូវទៅមើលលោភៈមូលចិត្តវិញលោភៈមូលចិត្ត8ដួងតែជាកម្មបត្តិប្រមាណដួងបងកម្មបត្តិសម្រាប់ពីលោភៈ7លួចទ្រព្យគេព្រោះលោភៈបានទេបានខណៈដែលលួចទ្រព្យគេលោភៈបានទេចង់បានទ្រព្យគេបានប្រព្រឹត្តខុសក្នុងប្រពន្ធកូនអ្នកដទៃដោយសារលោភៈឯងដោយសារលោភៈមុសាវាទនិយាយកុហកលោភៈបានទេបានបំបែកបំបាក់អ្នកដទៃព្រោះលោភៈបានទេបានឧទាហរណ៍ថាប្តីប្រពន្ធ2នាក់ហ្នឹងស្រឡាញ់គ្នាតែបើចង់បានប្រពន្ធគេមិនទៅបំបែកគ្នាទៅបែកបាក់សម្ភបលាបៈនិយាយឥតប្រយោជន៍ក៏លោភៈជាហេតុដែរអភិជ្ជាសម្លឹងចង់បានទ្រព្យអ្នកដទៃគិតលោភចិត្តធ្វើម៉េចបានទ្រព្យគេមកលោភៈដែរមិច្ឆាទិដ្ឋិយល់ឃើញខុសទិដ្ឋិកើតនៅក្នុងចិត្តអីបងនៅក្នុងលោភៈដែរលោភៈនឹងឯងអញ្ចឹងបានថាលោភៈល្អឬអាក្រក់បងអាក្រក់ណាស់លោភៈមិនល្អទេហើយគ្រាន់តែថាស្រឡាញ់ទ្រព្យសម្បត្តិយើងនឹងវាជាលោភៈដែរមិនសូវមានទោសក៏ពិតមែនហើយស្រឡាញ់ប្រពន្ធខ្លួនឯងវាមិនដាច់សិលទេក៏ប៉ុន្តែវាជាលោភៈដែរអញ្ចឹងណាបងវាជាបពុខាងណាខាងអកុសលដែរទេវាមិនដែរមានដែរទៅការឋានសួគ៌ព្រោះលោភៈអីបងអត់ទេវាអត់មានទេបង
ត